សម្ដេចតេជោហ៊ុនសែនចាត់ទុកទង្វើដុតទំនិញថៃចោលរបស់ K01 ជាអំពើទៅហួសពីស្នេហាជាតិនិងជាក្រុមជ្រុលនិយមហួសហេតុសម្ដេចតេជោហ៊ុនសែនបង្ហាញការខកចិត្តចំពោះលោក K01 ដែលប្រមូលមនុស្សថតវីដេអូធ្វើសកម្មភាពពាក់ព័ន្ធជាមួយនឹងការដុតទំនិញថៃហើយបង្ហោះលើបណ្ដាញសង្គមដោយសម្ដេចតេជោបានចាត់ទុកទង្វើនេះជាអំពើទៅហួសហេតុពីស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុនៅយប់ថ្ងៃទី20ខែតុលាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនបានបង្ហោះសារនៅលើទំព័រ Facebook យ៉ាងដូចនេះថាសម្ដេចទើបបានមើលឃើញវីដេអូមានរយៈពេលជាង8នាទីរបស់ក្រុមដែលដឹកនាំដោយលោក K01 តាក់ទងទៅនឹងការធ្វើពហិការឆុងប្រប្រាស់ទំនិញថៃសម្ដេចពិតជាមានការខកចិត្តចំពោះអំពើមិនគប្បីរបស់បងប្អូនទាំងនេះពិសេសសម្រាប់លោក K01 តែម្ដងសម្ដេចតេជោក៏បញ្ជាក់ថាការដុតចោលទំនិញថៃការដាក់បណ្ដាសាចំពោះអ្នកលក់ទំនិញថៃដែលនៅសេសសល់លក់មិនទាន់អស់គឺជាអំពើទៅហួសពីកាយស្នេហាជាតិនិងជារបៀបក្រុមនិយមជ្រុលហួសហេតុសម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាប្រជាជនកម្ពុជាច្រើនណាស់ដែលធ្វើពហិការមិនប្រើប្រាស់ទំនិញថៃស្ទើរតែ 99% ទៅហើយមិនថាប្រជាជននៅក្នុងប្រទេសឬបងប្អូនខ្មែរនៅក្រៅប្រទេសនោះទេចំណុចបញ្ហានៅត្រង់អាជីវករលក់ដូរដែលមានទំនិញថៃនៅសេសសល់តើឲ្យពួកគាត់យកទៅណាដុតទំនិញបំផ្លាញចោលឬលក់បន្តដើម្បីប្រមូលដើមទុនមកវិញប្រសិនបើ K01 មានប្រាក់សូមយកទៅទិញទំនិញដែលនៅសេសសល់ទាំងនេះធ្វើជាចំណីសត្វប្រសើរជាងដុតចោលដោយ K01 បានធ្វើតែនៅក្នុងវីដេអូនេះបើមនុស្សមិនទទួលទានទុកឲ្យសត្វស៊ីប្រសើរជាងដុតឬកំទេចចោលសម្ដេចតេជោបានសង្កត់ធ្ងន់បែបនេះខ្ញុំសូមឲ្យលោក K01 បញ្ឈប់សកម្មភាពបែបឈួតឈួតនេះជាបន្ទាន់និងសូមចូលរួមពង្រឹងតម្លៃសីលធម៌សុជីវធម៌គុណធម៌និងភាពថ្លៃថ្នូររបស់ជាតិ